ឥណទានដែលច្រើនតែមានបញ្ហាច្រើនជាងគេនៅស្រុកខ្មែរតាមគ្រឹះស្ថានក្រហមក៏ដូចជាធនាគារដែលមានបញ្ហាយឺតយ៉ាវឬក៏ជួបឧបសគ្គនៃការរកបំណុលវណ្ឌកពីច្រើនទៅលើវិស័យកសិកម្មដោយសារតែការចំណាយក្នុងការចំណាយទុនថ្លៃជីថ្លៃថ្នាំថ្លៃកម្លាំងពលកម្មច្រើននៅក្នុងការធ្វើចំការដូចជាដលូមីចំការស្វាយចន្ទីឬក៏ចំការអីផ្សេងទៀតតែជាទូទៅដែលប្រជាពលរដ្ឋខ្មែរច្រើនជាងគេក្នុងការធ្វើចំការនោះគឺដលូមីចំការស្វាយចន្ទីឬក៏ដាំម្រេចអីចឹងទៅប៉ុន្តែបរិបទម្រេចដូចជាត្រូវបានកាត់បន្ថយហើយបិទបញ្ចប់យូរហើយដែរដោយសារតែនៅពេលដែលប្រជាជនខ្មែរសម្រុកគ្នាខ្ចីលុយក្នុងការយកទៅវិនិយោគធ្វើកសិកម្មក្នុងការប្រើប្រាស់តាមបច្ចេកទេសដាក់ជីដាក់ថ្នាំប្រើកម្លាំងពលកម្មនិងជួលឧបករណ៍ផ្សេងៗដើម្បីធ្វើហ្នឹងនៅពេលដែលធ្វើទៅស្ថានភាពតម្លៃនៅដល់រដូវដែលត្រូវប្រមូលផលហ្នឹងគឺគាត់ធ្លាក់ថ្លៃតម្លៃផលិតផលកសិផលហ្នឹងវាធ្លាក់ថ្លៃនៅពេលដែលតម្លៃកសិផលហ្នឹងវាធ្លាក់ថ្លៃវាធ្វើឲ្យអតិថិជនដែលប្រកបរបរកសិកម្មហ្នឹងគឺគាត់ប្រឈមនឹងការបង់សងយឺតមែនទែនអញ្ចឹងហើយនៅពេលដែលគាត់អត់មានលទ្ធភាពឬក៏អត់មានប្រាក់ដើម្បីសងត្រឡប់មកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារវិញគាត់មានតែត្រូវបង្ខំចិត្តខ្ចីលុយពីស្ថាប័នផ្សេងមួយទៀតដើម្បីទៅសងខ្ចីស្ថាប័នថ្មីសងស្ថាប័នចាស់ដល់ពេលអញ្ចឹងវាធ្វើឲ្យលុយនេះវាកាន់តែច្រើនទៅហើយពីមុខរបរកសិកម្មរបស់គាត់នោះគាត់វានៅតែធ្លាក់ថ្លៃវាអត់ឡើងថ្លៃតែពីដែលគោលគំនិតរបស់វិជាកសិករគាត់សង្ឃឹមថានៅពេលដែលរដូវប្រមូលផលគាត់នឹងទទួលបានថ្លៃវាថ្លៃអញ្ចឹងហើយបានជាគាត់សម្រេចចិត្តក្នុងការខ្ចីលុយពីគ្រឹះស្ថានក្រហមធនាគារដើម្បីទៅធ្វើប៉ុន្តែតំបន់ខ្លះពីមួយឆ្នាំទៅមួយឆ្នាំទៅវាធ្លាក់ថ្លៃរហូតអញ្ចឹងហើយតម្លៃវាអត់ថេរអញ្ចឹងទៅចង់មិនចង់វាធ្វើឲ្យគាត់ខ្ចីតថែមអញ្ចឹងហើយគាត់ពិបាកក្នុងការងើបរួចក្នុងការដោះស្រាយឬក៏សងឲ្យរួចមកគ្រឹះស្ថានក្រហមឬធនាគារវិញពេលខ្លះនៅពេលដែលគាត់ខ្ចីថ្មីបងអាចាស់ខ្ចីថ្មីបងអាចាស់តអញ្ចឹងដល់ពេលច្រើនពេកទៅវាធ្វើឲ្យគាត់នឹងសម្រេចចិត្តក្នុងការចំណាក់ស្រុកឬក៏និយាយភាសាសាមញ្ញគឺថាគាត់រត់ចោលស្រុកទៅធ្វើពលករនៅស្រុកក្រៅអញ្ចឹងទៅហើយជាហេតុធ្វើឲ្យឥណទានរបស់គាត់នឹងមិនមានអ្នករ៉ាប់រងសងបន្តប៉ុន្តែករណីខ្លះអតិថិជនគាត់នៅតែមានទឹកចិត្តនៅតែមានចន្ទៈបើទោះបីជាគាត់ទៅនៅធ្វើពលករនៅប្រទេសជិតខាងក៏ដោយក៏គាត់នៅតែផ្ញើមកសងវិញតាមលទ្ធភាពជាក់ស្ដែងក៏ប៉ុន្តែមានអតិថិជនខ្លះក៏គាត់អត់មានទឹកចិត្តក្នុងការសងក៏គាត់មិនសងដែរវាធ្វើឲ្យអនុទានផ្នែកកសិកម្មនេះវាមានបញ្ហាច្រើនហើយជាបទពិសោធន៍នៃការធ្វើសកម្មកម្មដែលធ្លាប់ឆ្លងកាត់ប្រសិនបើអាចថាយកទិន្នន័យជាក់លាក់គាត់ជាធនាគារជាតិមានទិន្នន័យហើយបើសិនជាបងប្អូនចង់ដឹងច្បាស់អំពីវិស័យណាដែលអតិថិជនគាត់សូមស្នើលុយពីធនាគារឬគ្រឹះស្ថានក្រហមយកទៅប្រើប្រាស់ទៅហើយមានបញ្ហាហានិភ័យជាងគេប្រហែលជាធនាគារជាតិមានរបាយការណ៍ច្បាស់លាស់ក្នុងការដែលអាចទៅស្វែងយល់ថែបានអរគុណច្រើន